បាទជាបឋមសូមគោរពប្រិយមិត្តថ្ងៃនេះមកជួបតារាកិត្តិយសប្រចាំភូមិស្វាយមាសបាទសួស្តីបងប្រុសសួស្តីបងប្រុសមានអាយុប៉ុន្មានហើយបាទ41រស់នៅភូមិណាស្រុកណាវិញស្វាយមាសស្រុកសាច់កណ្ដាលខេត្តរតនបាទបើរស់នៅភូមិស្វាយមាសស្រុកសាច់កណ្ដាលថ្ងៃហ្នឹងមានបទចម្រៀងអីបកស្រាយជូនបងប្អូនទស្សនិកជននៅតាមសង្គមបណ្ដាញ Facebook បាទបទចម្រៀងរំក្បាច់ខេមរាច្រៀងដោយអ្នកស្រីប៉ែនរ៉ូនម្ចាស់ដើមគាត់មរតសំនៀងមាត់ដើមហ្នឹងបាទឥឡូវកុំឲ្យពេលវេលាកាន់តែកិច្ចចូលបាទសូមរីករាយទស្សនាដូចតទៅអូខេ let's go អើយតាមមករំរំតាមលំនាំតាមខ្មាញ់ខានរាមាញ់ប្រទីនេះបីសំគឺសាមាញ់ប្រទីនេះបីសំគឺសារំកំសាន្តចិន្តាទាំងប្រងទាំងស្រីប្រងរំសំគួរប៉ែតដីប្រងរំសំគួរប៉ែតដីណៃទុនណាត់មៃស្រីផ្ទិនមិនបានឈឺតជើងសំដឹងដងខ្លួនរំតាមខ្មាញ់ក្បួនណៃទុនសោតប្រាននេះខ្មាញ់ស្រោតប្រស្រីផ្ទិនគ្មាននេះខ្មាញ់ស្រោតប្រស្រីផ្ទិនគ្មានមុំភ្លេចមិនបានទាំងក្បាញ់ខែមរាដៃឯងរំផ្លែកអង្គចាដៃឯងរំផ្លែកអង្គចាពើនពុនសង្ហាផ្លាំងភ្លេងប្រានហើយបាទសូមសំលេងទាដៃមួយខ្លាំងមកបាទពិតជាបរោះមែនបាទប្រើស្អីហ្នឹងព្រោះហើយយ៉ាប្រុសមិនចេះធ្វើសំលេងទៅមកបាទបងប្អូនកុំភ្លេចជួយចុច like share ម្នាក់មួយបាទជូនបងប្រុសខនបាទគាត់រស់នៅភូមិស្វាយមាសបាទអាចតំណាក់តំណងចង់ឲ្យគាត់ច្រៀងអីបងប្អូនជួយ share ម្នាក់មួយនឹងចេញវីដេអូបន្តទៀតឲ្យល្បីម្ដងជប់ហេតុចាយតែល្បីហេតុចាយទៀតល្បីខនបាទបើសិនបរោះទៅល្បីអញ្ចឹងហេតុចាយទៀតទេគេយកទៅច្រៀងអីអញ្ចឹងនឹងមានណាគេយកសលេងអនតែបើសិនគេយកទៅនឹងមានណាគេយកយើងសលេងអនសំលេងបរោះហ่ะស្ដាប់ចាក់ស្ដាប់បើមិនទៅសំលេងបរោះអញ្ចឹងបើទៅគេយកទៅដាក់ប៉ោះអីទៅទេដាក់ប៉ោះយកទៅប៉ោះគេហៅយកទៅក្លាប់យកទៅប៉ោះយកទៅក្លាប់យកគេជាងបរោះគេយកទៅប៉ោះវិហារសួរក៏បានយកទៅក្លាប់បានចឹងប៉ោះវិហារសួរនឹងក្លាប់ចង់ចូលផលិតកម្មមួយណាពីរហ្នឹងគេហៅទៅតន្ត្រីឯងទៅប៉ោះតន្ត្រីប៉ោះនឹងមានអ្នកជាប់គុកប៉ោះឲ្យប៉ោះ TTN អីប៉ោះ MyTV ប៉ោះវិហារសួរគេហៅតន្ត្រីអញប៉ោះវិហារសួរទៅទេណាតែបាទនិយាយលេខសើចជាមួយគាត់ទីទួលបាទកុំភ្លេចជួយ like និង share ម្នាក់មួយបាទនឹងជួបវីដេអូក្រោយរបស់គាត់ទៀតបាទសូមអរគុណសូមជម្រាបលាចាក់សាកន្លែងនឹងជាង